សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro PT ហើយថ្ងៃហ្នឹងខ្ញុំមានដំណឹងល្អមកប្រាប់អ្នកទាំងអស់គ្នាទៀតហើយគឺឈុត Season 1 គឺវាចិត្តចេញមកហើយអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាឈុត Season 1 ចេញនៅថ្ងៃណាពេលណាកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងប្រាប់អ្នកគ្នាតែម្ដងហើយកុំភ្លេចជួយចុច like និង Subscribe មកកាន់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីឬក៏ចំណេះដឹងនៅក្នុង Game Free Fire ជាបន្តទៀតអ្នកទាំងអស់គ្នាហើយចូល Season 1 ហ្នឹងគឺវាចិត្តចេញមកហើយអ្នកទាំងអស់គ្នាហើយវាមាន event ជាច្រើនទៀតដែលវាត្រៀមនឹងចេញមកជាមួយនឹងឈុត Season 1 ហ្នឹងគឺកប់ស៊េរីខ្លាំងមែនតើដែលវាចេញមកម្ដងទៀតអ្នកទាំងអស់គ្នាឥឡូវកុំឲ្យរងចាំពេលវេលាយូរចូលដល់វីដេអូទាំងអស់គ្នាចង់នឹងថាវាមានអ្វីខ្លះដែលវាត្រៀមនឹងចេញមកណាទាំងអស់គ្នាចូលដល់វីដេអូទាំងអស់គ្នាហើយ event ទី1គឺជា style សើចអ្នកទាំងអស់គ្នា style សើចនេះគឺគេនឹងតម្លាក់ឲ្យយើងទិញម្ដងទៀតគឺគេនឹងតម្លាក់ឲ្យយើងទិញជាលើកទី2អ្នកទាំងអស់គ្នាគឺលយខ្លាំងមែនតើ style សើចនេះគឺគេបានដកទៅយូរហើយអ្នកទាំងអស់គ្នាដកទៅដូចជាយូរដែរហើយដូចជាឆ្នាំ2022ឬក៏21ទៀតអ្នកទាំងអស់គ្នាខ្ញុំចាំអត់ច្បាស់ដែរហើយបន្ទាប់ពី update រួចគឺគេនឹងតម្លាក់ឲ្យយើងទិញម្ដងទៀតអ្នកទាំងអស់គ្នាគេនឹងតម្លាក់ឲ្យយើងទិញជាលើកទី2គឺលយខ្លាំងមែនតើអ្នកទាំងអស់គ្នាប្រហែលជាគេលែងដកទៅវិញហើយគឺគេនឹងតម្លាក់ឲ្យយើងទិញជារៀងរហូតតែម្ដងហើយចំពោះ event បន្ទាប់នោះគឺជាឈុត Season 1 ហ្នឹងអ្នកទាំងអស់គ្នាគឺលយខ្លាំងមែនតើអ្នកទាំងអស់គ្នាឈុត Season 1 នេះគឺច្បាស់មែនតើអ្នកទាំងអស់គ្នាគឺ 80% ថាគេនឹងចេញអ្នកទាំងអស់គ្នាគឺលយខ្លាំងមែនតើវាមានជាមួយឈុត Season 1 Season 2អ្នកទាំងអស់គ្នាឈុត Season 1 នេះគឺគេនឹងចេញមកពីប្រឡោះអ្នកគ្នាហើយសម្រាប់ប្រឡោះទី1គឺជាសបុកឃ្មុំអ្នកគ្នាអាកន្លែងសបុកឃ្មុំហ្នឹងបើមើលឈុត Season 1 Season 2ចេញមកកន្លែងហ្នឹងមែនគឺចំណាញ់ណាអ្នកគ្នាគឺដឹងថាចំណាញ់ហើយបើវាចេញមកកន្លែងហ្នឹងគឺចាប់អស់ប្រហែលជា 5000 ពេជ្រអីគឺបានទាំងអស់តែម្ដងទាំង Season 1 Season 2តែម្ដងបើវាចេញមកកន្លែងហ្នឹងគឺដឹងតែចំណាញ់ហើយកន្លែងដូរវាគឺមានអ្នកដូរទេអ្នកគ្នាតែកន្លែងដូរមានឈុត Season 1 Season 2ទេគឺវាមានឈុត Season 3 Season 4ឡើងអ្នកគ្នាហើយសម្រាប់ទី2នេះគឺដឹងតែអត់ចំណាញ់ទេអ្នកគ្នាកន្លែងនេះគឺអស់ច្រើនខ្លាំងមែនតើអ្នកគ្នាកន្លែងហ្នឹងគឺកាលមុនគឺវាចេញឲ្យចាប់ម្ដងហើយដូចជាឈុត Season 1 Season 2ដូចគ្នាបើសិនជាវាចេញកន្លែងហ្នឹងមែនគឺឱកាសបានត្រឹមតែ 1% ទេអ្នកគ្នាគឺដឹងតែអស់ពេជ្រច្រើនហើយនៅក្នុងប្រអប់ហ្នឹងគឺវាមានឈុត Season ច្រើនអ្នកគ្នាចាប់ពី Season 1 ដល់ Season ទី40ជាងហ្នឹងគឺវាមានច្រើនអ្នកគ្នាគឺវាដាក់ចូលក្នុងហ្នឹងទាំងអស់តែឱកាសបានត្រឹមតែ 1% ទេគឺតិចខ្លាំងមែនតើគឺអត់សង្ឃឹមថាបានទេហើយចំពោះទី2 event ទី2នេះគឺជាឈុត Cobra អ្នកគ្នាឈុត Cobra នេះគឺជាឈុតពស់អ្នកទាំងអស់គ្នាឈុតដែលវាចេញមកជាមួយនឹងដៃគូអំពីខ្សែពស់ហ្នឹងគឺវានឹងចេញមកម្ដងទៀតគេនឹងតម្លាក់មកម្ដងទៀតឲ្យយើងចាប់អ្នកទាំងអស់គ្នាគឺវាតម្លាក់មកដោយកាលចំនួនវាចេញលើកទី1ដែរអ្នកគ្នាគឺវាមានដាវកបែកតក skin សាកសពហើយនឹងរូបឈ្មោះផ្លាកឈ្មោះអ្នកគ្នាគឺវាមានទាំងអស់តែម្ដងដោយកាល Season 1ដែរ Season 1គឺវាចេញលក្ខណៈបែបហ្នឹងអ្នកគ្នាហើយស្រួលចាប់ខ្លាំងមែនតើចាប់ងាយបានទេអ្នកទាំងអស់គ្នាកាលវាចេញមកលើកទី1គឺខ្ញុំបានចាប់ដែរតែអត់បានឈុតហ្នឹងទេហើយចំពោះ event ទី2នោះគឺជា event ខោរ៉ុកអ្នកគ្នាខោស្លាបរបស់យើងហ្នឹងគឺជាខោរ៉ុកកាលមុនខ្ញុំហៅតែខោរ៉ុកទេតែឥឡូវគេហៅខោស្លាបហើយវាចេញមកជាមួយនឹងខោស្លាប2ពណ៌ហើយជាមួយនឹង style រ៉ូ1ខោស្លាបគឺវាចេញមកជាមួយនឹងពណ៌ផ្ទៃមេឃអូច្រឡំអ្នកគ្នាជាមួយនឹងពណ៌បៃតងហើយពណ៌ក្រហមអ្នកគ្នាវាមានជាមួយនឹងខោប្រុសខោស្រីហើយមួយទៀត style រ៉ូមស្លាបអ្នកគ្នា style រ៉ូមស្លាបហ្នឹងគឺយើងអាចរត់បានអ្នកគ្នាគឺយើងដាក់ style រ៉ូមហ្នឹងទៅយើងអាចរត់បានហើយវានៅហោះអញ្ចឹងអ្នកគ្នាឧទាហរណ៍ដូចជា style មហូបអញ្ចឹងអ្នកគ្នា style កាន់មហូបដូចជាឧទាហរណ៍ដូច style ជិះឡានអញ្ចឹងអ្នកគ្នាអា style ជិះឡានហ្នឹងគឺយើងដាក់ style ហ្នឹងទៅយើងអាចទៅមុខបានរហូតយើងអាចរត់បានរហូតយើងអាចដាក់រត់បានរហូតហើយវាមានអាវប្រុសមួយដែរអ្នកគ្នាអាវប្រុសស្បែកជើងប្រុសហើយក្រៅពីហ្នឹងសិលរបស់ស្រីទាំងអស់ទេអ្នកគ្នាហ្នឹងហើយអ្នកគ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួយចុច Subscribe មកកាន់ខ្ញុំម្នាក់មួយផងអ្នកគ្នា